ឈានចូលទៅដល់គូពិសេសទី4ដែលជាគូប្រកួតវិលជុំសិនសំបន្ទុកដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់របស់ក្រុមហ៊ុន Leo Beer ដែលនេះខ្ញុំសូមជម្រាបជូនអំពីសមាជិកភាពរបស់កីឡាករទាំងពីរដូចតទៅបង្គោលក្រហមកីឡាករផាន់សរុនទម្ងន់60គីឡូក្រាមជាកីឡាករមកពីក្លឹបកីឡាប្រដាល់គុជចសាកីឡារីឯបង្គោលខៀវនៅវិញកីឡាករសល់ពិសិដ្ឋទម្ងន់60គីឡូក្រាមដូចគ្នាជាកីឡាករមកពីក្លឹបកីឡាប្រដាល់កុសលកីឡាបាទការប្រកួតវិលជុំសន្សំបន្ទុក Leo Beer បាទកីឡាករទាំងពីរមានបន្ទុកបាទនៅលំដាប់ក្រោមផាយគ្នាទេសល់ពិសិដ្ឋនេះបាតតារាងវាយ5ដងចាញ់ទាំង5មាន5បន្ទុកចំណែកឯបង្គោលក្រហមផាន់សរុននេះវាយ5ដងមាន9បន្ទុកបាទចាំមើលថ្ងៃនេះបាទសម្រាប់ផាន់សរុនគឺមិនទាន់អស់ឱកាសនៅឡើយទេសិនឈ្នះពីប្រកួតចុងក្រោយអាចមានឱកាសលំដែរបាទសម្រាប់សល់ពិសិដ្ឋរៀងពិបាកបន្តិចហើយយ៉ាងណាក៏ដោយបាទកីឡាករទាំងពីរបាទសង្ឃឹមថានឹងធ្វើការប្រកួតអស់ពីលទ្ធភាពតាមដល់គុណទៅដល់ស្រាបៀ Leo កុំភ្លេចពិនិត្យមើលក្រវិលកំប៉ុងនិងគម្របដបរបស់ Leo Beer បាទលោកអ្នកមានឱកាសជះរង្វាន់ច្រើនស្ទើរពី$1ដល់$1000ពិសេសដែលការទទួលខុសត្រូវរវឹងកុំបើកបរបាទញ៉ាំកដាលលោកធុនសុភាបាទស្ដាប់លក្ខន្តិកៈនៃការប្រកួតផាន់សរុនក៏ដូចជាសោពិសិដ្ឋបាទផាន់សរុននេះគឺវាយ103ដងហើយឈ្នះ71ចាញ់31ស្មើម្ដងផ្ដួលគូប្រកួតស្លាប់11ដងប្រកួតចុងក្រោយចាញ់ឈឿនឆៅដែនដោយបន្ទុកចក្រមត្រៀមប្រុងប្រៀបប្រកួតគូទី4ដែលជាគូប្រកួតប្រជុំសន្សំបន្ទុកដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់របស់ក្រុមហ៊ុន Leo Beer ទឹកទី1គូដណ្ដើមខ្សែក្រវ៉ាត់3បន្ទុករបស់ Leo Beer បង្គោលក្រហមផាន់សរុនមកពីក្លឹបគុជសាកីឡាបង្គោលខៀវសពិសិដ្ឋមកពីក្លឹបកុសលកីឡាកូនសិស្សលោកជ័យកុសលវិញម្ដាយផាន់សរុនត្រូវការ3បន្ទុកជាចាំបាច់ដើម្បីបង្កើនបន្ទុកបដិញតាមយ៉ាងហោចណាស់ក៏បានលេខ4នៅក្នុងពូលនេះដើម្បីមានឱកាសទៅវគ្គខ្វែងជាបន្តទៀតខណៈដែលសពិសិដ្ឋដូចជាអស់ឱកាសហើយ5បន្ទុកបើឈ្នះ2ប្រកួតបានតែ6បន្ទុកមានសរុបទាំងអស់11បន្ទុកគឺมันអាចឈរលេខ4បានទេព្រោះថាបច្ចុប្បន្ននេះលេខ4 11បន្ទុកទៅហើយបាទព្រោះអ្នកលេខ4គេចាញ់មកប្រកួតទៀតក៏បាន11បន្ទុកថែម12បន្ទុកផុតលេខ11បន្ទុកដូច្នេះអស់ឱកាសហើយសម្រាប់បង្គោលខៀវសពិសិដ្ឋវាយប្រគ្រប់កិច្ចថ្ងៃនេះឆៃដែនក៏មានបន្ទុក13ហើយបាទ13លើគេសុកសវណ្ណ12បន្ទុកថងសពោះ12បន្ទុកសេកស្រឿន11បន្ទុកមនលីហួរ11បន្ទុកផាន់សរុនកំពង់វាយនេះបាន9បន្ទុកដែរថតវាសនា5បន្ទុកចាញ់ច្រើនជាងគេហើយសល់ពិសិដ្ឋបង្គោលខៀវនេះក៏បន្ទុកច្រើនជាងគេដែរ5បាទស្រួលគិតបន្ទុកដូចជាងគេគឺថនវាសនាហើយនឹងកីឡាករសពិសិដ្ឋនេះហើយអរគុណដល់ស្រាបៀ Leo ចែករំលែកភាពសប្បាយរីករាយចែករំលែកស្រាបៀ Leo បាទតការប្រកួតទៀតយ៉ាមកដៃត្រង់បានល្អណាស់របស់សល់ពិសិដ្ឋអស់ឱកាសក៏ប្រឹងវាយអស់លទ្ធភាពដែរបើចាញ់ម្ដងនេះចាប់ឲ្យហាងបាទតែយើងបានទាត់ហាខោទេហាស្រោមជើងទេហាស្បែកជើងទេហាស្បែកជើងដល់រៀនសោយជួយស្ដាំតែគូនេះបើអាចចាប់វាយនេះបើអាចចូលនិវត្តន៍ហើយមើលប្រវាយអត់ឡើងអាយុក៏ច្រើនដែរគេអាចផាន់សរុនអាចតបាន23ឆ្នាំសល់ពិសិដ្ឋ27ឆ្នាំហើយបាទតទៀតជង្គង់ស្ដាំជង្គង់មួយទៀតតាមតចូល
ចាកងស្ដាមរបស់សល់ពិសិដ្ឋបានសរុបជាយាមដល់ស្ដាំណាស់ដែរដល់មិនដល់គុំឆ្វេងផានសរុនគុំស្ដាំផានសរុន ចាប់ទឹកទី1 ចាប់ទឹក ទឹកទី2 ទឹកទី2បង្គោលក្រហមផាន់សរុនបង្គោលខៀវសល់ពិសិដ្ឋកុំភ្លេចការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជាថៃថ្ងៃស្អែកនៅសង្វៀនបឹងស្នោវេលាម៉ោង 4 រសៀលផាន់ក្រនរួមជាមួយនឹងរឿងសភ័ណ្ឌចាប់ដៃគូគ្នាប្រកួតជាមួយនឹងកីឡាករដែលធ្វើដំណើរមកពីប្រទេសថៃទាំងពីររូបចប់ការប្រកួតនៅសង្វៀនបឹងស្នោកុំតនអាដូប៉ូសតាណានៅកញ្ចក់ទូរទស្សន៍បាយ័នដដែលការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ2គូបន្ថែមទៀតគឺរវាងកីឡាករសែនរ៉ាឌីហៅមទេសខ្មាំងរួមជាមួយនឹងអង្គវិរៈនឹងជួបជាមួយនឹងកីឡាករថៃខណៈដែលអង្គវិរៈជួបជាមួយកីឡាករសហរដ្ឋអាមេរិកដូច្នេះថ្ងៃស្អែកនេះគឺសប្បាយរីករាយមែនទែនបាទសម្រាប់បងប្អូនដែលចូលរួមដែលឆ្លាញ់វិស័យកីឡាបដាក្បាច់គុនបុរាណខ្មែរជាពិសេសការរៀបចំរបស់អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នបាទផាន់សរុនចលោធាក់ស្ដាំតតតែមិនធាក់ទេមកដៃស្ដាំរបស់សល់ពិសិដ្ឋហេកុំឃើញថាខ្ញុំបានបន្ទូតិចខ្ញុំបានប្រកួតឲ្យអស់ពីលទ្ធភាពសល់ពិសិដ្ឋมันអាចចាញ់ទាំងអាម៉ាស់បានទេมันអាចចាញ់ដោយការលក់ឧត្តមកតេរបស់ខ្លួនបានទេសង្វៀនទូរទស្សន៍បាយ័នមិនអនុញ្ញាតដាច់ខាតបើមានរឿងនេះកើតឡើងគឺមិនបាក់លុយឲ្យចំណាច់ខាតដេញចុះពីលើសង្វៀនតទៀតឆ្វេងម្ដាយលោកឆ្វេងម្ដាយរបស់បង្គោលខៀវសល់ពិសិដ្ឋគាត់ស្ដាំធាក់ស្ដាំពីផាន់សរុនបាទកីឡាករទាំងពីរវាយលើសង្វៀន100ដងជាងដូចគ្នាមិនធម្មតាទេគាត់ស្ដាំមកជើងផាន់សរុនផាន់សរុនវាយដកគាត់ឆ្វេងអាយ៉ាគាត់ឆ្វេងតែស្ដាំល្អមែនតើសល់ពិសិដ្ឋស្ដាំពីកីឡាករផាន់សរុនវិញឃុំជាប់ពីសល់ពិសិដ្ឋវាយធុងទឹកទាត់ស្ដាំសងវិញពីបង្គោលក្រហមផាន់សរុនដាក់មកជើងវិញបាំងខ្ញៅបាទសល់ពិសិដ្ឋចង់ឈឺជើងហើយតែស្ដាំមួយទាត់ស្ដាំមកជើងកាប់ចានអីយ៉ាមកជើងស្ដាំនេះទៀតសល់ពិសិដ្ឋចង់ទុនមែនតើនៅជើងវាយធុងទឹកកិច្ចតនផាន់សរុនមកជើងនេះទៅទៀតឲ្យទាត់ជើងក្រោមកិច្ចផុតពីសល់ពិសិដ្ឋអូយចូលឆ្នាំប្របីដេកចិត្តខ្មែរចិត្តចូលមកដល់ហើយហាមជិះលើតបូឡានហាមជិះតកង់1 2 3នាក់ហាមសំពីសំពងតាមផ្លូវប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍បងប្អូនចាប់ទឹកទី2អ្នកឲ្យទឹកចង្ក្រៅគូទី4គឺជាគូប្រកួតវិលជុំសន្សំពិន្ទុដើម្បីឈានទៅដណ្ដើមខ្សែក្រវ៉ាត់របស់ក្រុមហ៊ុនស្រាបៀរលីអូទឹកទី3បាទតការប្រកួតទៀតសល់ពិសិដ្ឋបង្គោលខៀវផាន់សរុនបង្គោលក្រហមផាន់សរុនបង្គោលក្រហមរីឯសល់ពិសិដ្ឋបង្គោលខៀវផាន់សរុនតមកជើងស្ដាំសល់ពិសិដ្ឋបែរខ្នងដាក់ចូលចាឡូមកជើងតមកជើងស្ដាំរបស់ផាន់សរុនមកជើងទៀតផាន់សរុនតមកជើងស្ដាំទៀតស
សពិសិដ្ឋដាក់ចូលមកដៃស្នាមរបស់សពិសិដ្ឋឡើងจากកងឆ្វេងមួយចាប់អប់ឡើងจากកងឆ្វេងរបស់ផាន់សរុនវិញផាន់សរុនអប់គ្រាកឡើងจากកងស្នាមរបស់ផាន់សរុនគ្រាកឡើងจากកងស្នាមរបស់ផាន់សរុនកាច់កจากកងស្នាមផាន់សរុនមួយទៀតអប់จากកងស្នាមផាន់សរុនមួយទៀតផាន់សរុនលេងមកจากកងស្នាមទៅទៀតមកដៃស្នាមឆ្វេងរបស់ផាន់សរុនបាច់ចេះការប្រកួតទៀតអប់ចប់សល់ពិសិដ្ឋចាប់អបផាន់សរុនលេងមកจากកងឆ្វេងមកជើងស្ដាំរបស់ផាន់សរុនវិញផាន់សរុនកំពុងរបាត់ពុកហើយផាន់សរុនបានបន្ទូច្រើនជាងសល់ពិសិដ្ឋអូយវាយមកដៃឆ្វេងវាយមកដៃស្ដាំរបស់ផាន់សរុនទៀតឆ្វេងស្ដាំរបស់សល់ពិសិដ្ឋវិញម្ដងផាន់សរុនទាត់ជើងស្ដាំសងទាត់មកជើងស្ដាំរបស់ផាន់សរុនទៀតសងមកជើងស្ដាំរបស់សល់ពិសិដ្ឋចាប់កញ្ចឹងកល្អណាស់មួយដៃស្ដាំរបស់សពិសិដ្ឋផាន់សរុនមកដៃប៉ុណ្្នឹងគឺខ្ញុំមិនដែលសគីមុខរបស់ខ្ញុំទេចេះតែបញ្ចូលទេបាទកីឡាករមិនដឹងអីទេចាសនិកជននៅតាមគេដ្ឋានគឺការថាទៅបាយរបស់ខ្ញុំបាទទាំងពីរនាក់គឺលឺចូលទៅទូទេហើយសម្រាប់កីឡាករលើសង្វៀនគឺអត់លឺទេបាទអតិថិជនមួយចំនួនគាត់យល់ច្រឡំបាទតទៀតចាប់ទឹកទី3បាទថ្លែងអំណរគុណដល់ស្រាបៀលីអូចែករំលែកវាសប្បាយរីករាយដ៏អស្ចារ្យចែករំលែកស្រាបៀលីអូបើក្រវិលកំប៉ុងស្រាបៀលីអូឈ្នះរង្វាន់ទឹកប្រាក់ពី$1ដល់$10,000ទៅទទួល32នៅទឹកចុងក្រោយ2015ហើយគូទី4គឺជាគូប្រកួតវិលជុំសន្សំពិន្ទុ iPhone 6 iPhone លេខ6ទឹកទី4អានោះថ្លៃជាង N7 ឆ្ងាយណាថ្លែងអំណរគុណដល់ស្រាបៀលីអូឧបត្ថម្ភជូនអ្នកអត្ថាធិប្បាយរាល់សប្តាហ៍បាទចិត្តឱកាសឆ្នាំថ្មីនេះប្រហែលជូនស្រាបៀលីអូអ្នកអត្ថាធិប្បាយហើយបាទតមកជើងស្ដាំផាន់សរុនក៏តមកជើងស្ដាំទៀតសល់ពិសិដ្ឋដាក់ចូលមកជើងស្ដាំផាន់សរុនបាទផាន់សរុនអ្នកប្រដាល់មកពីខេត្តព្រៃវែងបាទខេត្តព្រៃវែងតិចទៀតលេងបានឆ្លងស្ពានអ្នកលឿងអើយគាត់តែ2ថ្ងៃទៀតគេលេងតែលាក់ច្បាប់អើយឆ្លងស្ពានដោយស្បាយប្រវត្តិហើយពេលនេះមុខរាជរដ្ឋាភិបាលលោកគឺជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កាត់ខ្សែបូសម្ពោធស្ពានអ្នកលឿងបាទ2ថ្ងៃទៀតបងប្អូនទ្រាំតែបន្តិចទៀតស្ពានអ្នកលឿងត្រូវខាងលិចត្រូវទាំងកើតតបជាប់គ្នាឲ្យបងប្អូនប្រជាពលរដ្ឋទៅព្រៃវែងទៅស្វាយរៀងទៅក្រោយមកខាងនោះទៅវៀតណាមទៅខាងព្រំប្រទល់មានស្ពានអ្នកលឿងដ៏អស្ចារ្យវែងជាងគេរបស់កម្ពុជាសមិទ្ធផលរបស់កម្ពុជាកើតថ្មីជាប្រវត្តិសាស្ត្រនៅថ្ងៃទី6ខែមេសាឆ្នាំ2015ខាងមុខនេះហើយអញ្ចឹងឱកាសចូលឆ្នាំខ្មែរបងប្អូនឡើងទៅចាំស្ពានទៅចាំសាឡាងអ្នកលឿងឆ្លោះតវ៉ាជាមួយម្ចាស់សាឡាងយកលុយយកកាក់ទៀតហើយតែប៉ុណ្ណេះមកអែមបានអីយកទៀតទៅមើលហើយសំខាន់ស្ពានមានហើយមានការទទួលខុសត្រូវពីអាជ្ញាធរពិសេសបំផុតកុំឲ្យក្បៀនក្បាលស្ពានមានមួយចាប់ឡានប្រសិទ្ធប្រសាទដឹកកុំឲ្យលើសទម្ងន់ហាមចាប់មួយប្រសិទ្ធប្រសាទលើក្បាលស្ពានហើយកុំទៅឈរថតរូបលើស្ពានអ្នកលឿងអត់លេខសោយព្រោះស្ពាននេះគឺចរាចរណ៍ខ្វាត់ខ្វាយណាស់បាទប្រមុខរដ្ឋាភិបាលលោកនឹងដាក់សម្ពោធហើយនៅថ្ងៃទី6នេះបាទនេះគឺជាកិត្តិយសមោទនភាពជាតិណាស់សម្រាប់បងប្អូននៅអ្នកលឿងបាទនៅព្រៃវែងនៅស្វាយរៀង2ថ្ងៃទៀតបងប្អូននឹងបានឆ្លងស្ពានអ្នកលឿងដោយស្វ័យប្រវត្តិហើយបាទខ្ញុំបាទនេះក៏មានឱកាសជិះឡានទៅឆ្លងដែរហ្នឹងហើយបានឆ្លងគេឯងដែរខ្ញុំបាទថ្ងៃអង្គារហ្នឹងគឺមានកម្រងជិះទៅឆ្លងដែរបាទតែយ៉ាងណាក៏ដោយបងប្អូនឆ្លងស្ពានគោរពច្បាប់ចរាចរណ៍គោរពច្បាប់ចរាចរណ៍តិចច្រឡំឡើងស្ពានជន់លឿនចុះទៅលើស្ពានជន់លឿនអាងស្រួលយកយល់អធិស្ឋានបាទការយកយល់អធិស្ឋាននេះគឺគេហៅថាដំណោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអូយបាទចង្គង់របស់សល់ពិសិដ្ឋមកចង្គង់ទៀតផាន់សរុនដាក់ចូលសម្បត្តិដៃមួយសិន
ផាន់សរុនលេងមកដៃឆ្វេងវាយទុកទឹកសោពិសិដ្ឋដើរចូលសោពិសិដ្ឋចាប់អោបចង្គង់ស្ដាំទៅអត់វាយទៀតអូអោបចង្គង់ស្ដាំរបស់ផាន់សរុនវិញផាន់សរុនដើរចូលទៀតចាប់ទឹកទី4 ចប់ឈានទៅដណ្ដើមខ្សែក្រវ៉ាត់របស់ក្រុមហ៊ុនស្រាបៀរលីអូទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់បាទទស្សនាការប្រកួតជាបន្តទៀតស្ដាំមករបស់បង្គោលខៀវសពិសិដ្ឋអូបដូរកណ្ដាប់ដៃគ្នាផ្លែមដល់គុណដល់លីអូបៀនាំព្រឹត្តិការណ៍ផ្ដាល់ដណ្ដើមខ្សែក្រវ៉ាត់លីអូបៀមកដល់ទស្សនិកជនបាទនឹងផ្ដល់ឱកាសដល់កីឡាករទាំង8រូបមានឱកាសធ្វើការប្រកួតគ្នាដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងទទួលបានជ័យលាភីជាម្ចាស់ជើងឯកស្រាបៀរលីអូអីយ៉ាទាត់ជើងក្រោមសពិសិដ្ឋរៀងទុនជើងទៀតហើយហាន់សរុនកំពុងតែសម្លឹងមើលកន្លែងទាត់ទៀតហើយទាត់មកជើងស្ដាំរបស់ផាន់សរុនឆ្វេងស្ដាំសពិសិដ្ឋកិច្ចផុតពីផាន់សរុនធាក់ស្ដាំមកជើងរុញទឹកទី5ហើយសពិសិដ្ឋឈឺជើងតាំងពីទឹកទី2តែមិនអីទេជាយាមប្រកួតឲ្យអស់ពីលទ្ធភាពសុំសរសើរសពិសិដ្ឋមែនបាទបីបើតែខ្លួនឯងមានបន្ទុកមិនគ្រប់គ្រាន់តែក៏ដោយលោកធនសភាបំបែកគូក្រោយនេះកីឡាករថនវាសនាជួបជាមួយនឹងម៉នលីហួរកីឡាករទាំងពីរនេះជួបគ្នាឡើងសឹករិចរិលហើយនៅលើសង្វៀនបាទហើយលើកឡើងលើកណាក៏ធ្វើឲ្យទស្សនិកជនសប្បាយចិត្តនឹងទស្សនាដែរម៉នលីហួរនិងថនវាសនានេះថនវាសនាធ្លាប់តែខ្លាំងការប្រកួតវើលជុំសន្សំបន្ទុនៅសង្វៀននៅរោងសៀកសប្តាហ៍ថ្ងៃអាទិត្យក៏ប៉ុន្តែមករយៈចុងក្រោយនេះថនវាសនាយើងធ្លាក់កោតមែនទែនទាត់ឆ្វេងទាត់សងវិញពីផាន់សរុនទាត់ឆ្វេងផាន់សរុនស៊ើបដើរចូលស្ដាំដរិចរបស់បង្គោលខៀវសពិសិដ្ឋស្ដាំមកដៃផាន់សរុនវាយចូលទៅលើសពិសិដ្ឋទាត់ឆ្វេងទាត់សងវិញផាន់សរុនមកជើងស្ដាំរបស់សពិសិដ្ឋថយកន្លែងនេះដេញវាយជង្គង់ស្ដាំផាន់សរុនលោកធនសភាចាប់បំបែកអូយគីឡូ60គុតលោកធនសភាគីឡូមិនក៏ចាប់ជាងដែរបាទចាប់កីឡាករទាំងពីរចង់ឈ្នះជង្គង់តទៀតជង្គង់ឆ្វេងស្ដាំជង្គង់ស្ដាំបង្គោលក្រហមជង្គង់ឆ្វេងជង្គង់ទៅវិញទៅមកសពិសិដ្ឋផាន់សរុនជង្គង់ស្ដាំសពិសិដ្ឋបាយសាជាថ្មីចុងទឹកទី5ចប់ល្មមចាប់ទឹកទី5ផាន់សរុនគោរពដល់សិស្សច្បងអាយុ27ឆ្នាំបាទទឹកទី5ចាប់ហើយថ្លែមនគុណដល់ស្រាបៀរលីអូចែករំលែកភាពរីករាយដ៏អស្ចារ្យចែករំលែកស្រាបៀរលីអូកំពុងក៏ភ្លាមឈ្នះភ្លាមប្រវល់កំពុងស្រាបៀរលីអូឈ្នះរង្វាន់ទឹកប្រាក់ពី$1ដល់$1000ម៉ូតូ Honda Dream ឆ្នាំ2015ទូរទស្សន៍32អ៊ីងហើយនឹងទូរស័ព្ទដៃ iPhone 6បង្គោលក្រហមកីឡាករផាន់សរុនឈ្នះកីឡាករបង្គោលខៀវដោយពិន្ទុ